តោះពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនានឹងការរៀបចំឆាកតន្ត្រីដ៏ធំអស្ចារ្យបាទនៅទឹកដីខេត្តសៀមរាបទឹកដីអច្ឆរិយៈគឺនៅព្រលានយន្តហោះចាស់ឥឡូវខ្ញុំមកដល់កន្លែងព្រលានយន្តហោះចាស់ហើយគ្រាន់តែចូលភ្លាមគឺថាអារម្មណ៍ពួកខ្ញុំគឺថាសប្បាយរីករាយខ្លាំងមែនទែនដោយសារតែមិនធ្លាប់ឃើញមានការរៀបចំឆាកតន្ត្រីធំបែបហ្នឹងទេបាទនេះជាលើកដំបូងហើយនៅទឹកដីខេត្តសៀមរាបយើងដែលមានការរៀបចំឆាកតន្ត្រីធំមែនទែនកៅអីដែលពុកម៉ែបងប្អូនឃើញក្រហមបាទជ្រាលច្រាលនៅតាមនេះគេរៀបជាជួរបាទយ៉ាងត្រង់ដ៏ស្អាតគឺចំនួនទៅ20000កៅអីជាងអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចទៅចូលរួមទាំងអស់គ្នាបាទនៅថ្ងៃទី24 25គឺប៉ះថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅពេលរសៀលនឹងហើយជាការប្រគំតន្ត្រីនេះមិនមែនជាប្រគំតន្ត្រីបែបធម្មតាទេគឺតន្ត្រីដំណឹងល្អបាទដំណឹងល្អគឺមកពីសហរដ្ឋអាមេរិកបាទតារាចម្រៀងល្បីជាពិសេសគឺថាបានទទួលនៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរអញ្ចឹងពុកម៉ែបងប្អូនអស់គ្នាកុំខកខាននឹងការចូលរួមបាទសូមអញ្ជើញចូលមកបាទនេះពុកម៉ែបងប្អូនអស់គ្នាគ្រាន់តែឃើញការរៀបចំនេះគឺរំភើបបាត់ទៅហើយបាទទម្រាំទេព្រឹត្តិការណ៍នេះចាប់ផ្ដើមមិនដឹងជារំភើបយ៉ាងណាទេនឹងហើយពុកម៉ែបងប្អូនអស់គ្នាកុំភ្លេចគៀងគរបាទហៅគ្នាដើម្បីទៅចូលរួមកុំឲ្យខកខានបាទពុកម៉ែបងប្អូនឃើញទេការរៀបចំនេះចំណាយមិនតិចទេបាទអញ្ចឹងដូចជាខ្ញុំផ្ទាល់អញ្ចឹងចង់ឃើញបាទទស្សនវិជ្ជាព្រឹត្តិការណ៍នេះកើតឡើងបាទអញ្ចឹងមើលបងប្អូនយើងកំពុងតែរៀបចំកៅអីនេះបាទមិនតិចថ្ងៃទេដោយសារតែទីធ្លាវាធំបាទធំអញ្ចឹង20000នាក់ពុកម៉ែបងប្អូនគឺច្រើនណាស់បាទច្រើនមែនទែនចឹងហើយឥឡូវខ្ញុំថតចែកជូនពុកម៉ែបងប្អូនអស់គ្នាបានទស្សនាហើយនៅថ្ងៃស្អែកកុំភ្លេចទៅចូលរួមទាំងអស់គ្នាឥឡូវយើងមកមើលកន្លែងឆាកគេនេះបាទពុំបាសរៀបចំ mixer គឺថាអូអស្ចារ្យមែនទែនតែអ្វីដែលពិសេសជាងគេគឺកម្មវិធីនៃការប្រគំតន្ត្រីនាំនឹងដំណឹងល្អរបស់ព្រះជាម្ចាស់បាទអញ្ចឹងយើងទទួលដំណឹងល្អទាំងអស់គ្នាហ្នឹងហើយគ្រប់បងប្អូនអស់គ្នាតាមតំបន់ខេត្តក្រុងទាំងអស់គ្នាអាចចូលរួមបានអរគុណច្រើនសម្រាប់ការទស្សនាកុំភ្លេចចូលរួមទាំងអស់គ្នានៅថ្ងៃទី24 25នៅថ្ងៃស្អែកនេះអរគុណច្រើនជម្រាបលាបាយបាយ